ប្រឡាក់សាច់ជ្រូករដងដាក់តាមអំបិលម្រេចស្ករប៊ីចេងម្សៅស៊ុបប្រេងខ្យងអីអញ្ចឹងឯងបងប្អូនតែថ្ងៃនេះចង់ឲ្យប្លែកបន្តិចខ្ញុំដាក់ផ្លែមៀនចូលហើយផ្លែមៀននេះសាច់ក្រាស់ក្រាស់បងប្អូនបើសិនជាចង់ដាក់ផ្លែមៀនដូចនឹងខ្ញុំអាចសាកល្បងដាក់បានឈ្ងុយឆ្ងាញ់ណាតែគួរតែប្រើមៀនខ្មែរវិញព្រោះវាមានក្លិនក្អូបក្លិនក្អូបហើយរសជាតិវាផ្អែមដិតអញ្ចឹងយើងដាក់ទៅវាជាប់ក្លិននៅហ្នឹងសាកល្បងរូបមន្តថ្មីម្ដងគឺថាញ៉ាំឡើងលិតចានលិតឆ្នាំងតែម្ដងបងប្អូនអាំងហើយឆ្អិនមិនទាន់បានថតផងអស់លេងឥឡូវបងប្អូនទៅមើលវិធីធ្វើទាំងអស់គ្នានឹងខ្ញុំមានសាច់ជ្រូកចំនួន1គីឡូខ្ញុំប្រើសាច់3ជាន់ហើយគ្រឿងផ្សំបន្តបន្ទាប់ទៀតហ្នឹងមានខ្ញីខ្ទឹមសនិងគ្រឿងទូឯករបស់យើងហ្នឹងគឺផ្លែមៀនបៃលិនបងប្អូនដែលគេហៅថាកង្កែនណហ្នឹងហើយហៅគ្នាកង្កែនគ្នាឡើងឆ្ងាញ់ហើយឡើងស្អាតឈ្ងុយសឹងអីហៅឈ្មោះគ្នាកង្កែនហើយបន្ទាប់ពីហ្នឹងមកគឺយើងមានម្រេចបន្តិចស្ករប៊ីចេងអំបិលអីបន្តិចតួចចឹងដែរឥឡូវនេះខ្ញុំមកផ្លះសាច់ជ្រូកម្ដងបងប្អូនចង់ប្រើសាច់ជ្រូកជារបៀបសាច់ស្មើមុខឬមួយក៏សាច់កន្លែងណាក៏បានដែរបងប្អូនចង់ដាក់សាច់របៀបម៉េចអាចដាក់បែបហ្នឹងបានខ្ញុំផ្លះវារៀងស្ដើងល្មមបែបនេះហើយបន្ទាប់មកយើងយកវាទៅប្រឡាក់គ្រឿងឥឡូវយើងចូលដល់វគ្គធ្វើគ្រឿងសម្រាប់ប្រឡាក់ម្ដងខ្ញុំដងផ្ទឹមចំនួនពាក់កណ្ដាលមើមដើម្បីបបែកវាឲ្យងាយស្រួលបកសបកចាញ់បងប្អូនយកវាទៅបុកពូតយកទឹកហើយខ្ញីវិញគឺនេះខ្ញុំប្រើមួយចំណិតតូចនៅត្រង់កន្លែងនេះបងប្អូនអត់ចូលចិត្តក្លិនខ្ញីមិនបាច់ដាក់ក៏បានដែរព្រោះនៅពេលដែលដាក់ខ្ញីទៅក្លិនខ្ញីហ្នឹងគឺវាលុបក្លិនរបស់ផ្លែមៀនបាត់ហើយអញ្ចឹងបងប្អូនអាចជំនួសដោយម្រេចរៀងច្រើនបន្តិចក៏បានបុកវាចូលគ្នាឲ្យម៉ត់បែបនេះបើយើងចិញ្ច្រាំវាអត់សូវមានទឹកសម្រាប់ពូតទេអញ្ចឹងយើងបុកវាទៅពេលដែលយើងពូតទឹកវាចេញបានល្អហើយយកផ្លែមៀនរបស់យើងហ្នឹងមកបកសម្បកចេញផ្លែមៀននេះបងប្អូនមុននឹងយកមកបកគួរតែបេះវាហើយយកទៅលាងទឹកវាស្អាតដោយសារវាមានជាប់ដីបើសិនជាយើងអត់លាងទឹកចេញទេពេលយើងយកវាមកប្រឡេះអញ្ចឹងវាប្រឡាក់ដីជាប់ដៃរបស់យើងហើយវាធ្លាក់ដីហ្នឹងចូលទៅជាមួយនឹងសាច់មៀនជាមួយនឹងទឹកមៀនអញ្ចឹងវាធ្វើឲ្យមៀនរបស់យើងមានដីក្រៀតបេះវាបែបនេះហើយមៀននេះខ្ញុំប្រើប្រហែលជា2ខាំបងប្អូនសាច់ជ្រូក1គីឡូហ្នឹងនេះខ្ញុំប្រើមៀនហ្នឹង2ខាំទេបងប្អូនប្រើមៀនខ្មែរឈ្ងុយឆ្ងាញ់ហើយរសជាតិផ្អែមរៀងដិតទៀតតោះមកខ្ញុំក្លុកវាឲ្យម៉ត់ដើម្បីយកវាទៅត្រងយកតែទឹកឯងបងប្អូនយើងអត់ដាក់កាកវាចូលទេត្រងយកទឹកវាទៅលាយជាមួយនឹងខ្ទឹមសនិងខ្ញីដែលយើងបានបុកហើយមិញហ្នឹងលាយគ្នាទៅច្បាស់វាដើម្បីច្រោះយកទឹកយកទៅប្រឡាក់សាច់តាមពិតទៅមុខម្ហូបយើងឲ្យតែយើងចេះច្នៃបងប្អូនជួនកាលរូបមន្តខុសគ្នាតែបន្តិចទេតែធ្វើឲ្យឆ្ងាញ់អញ្ចឹងហើយបានជាវីដេអូភាគច្រើនបងប្អូនខ្លះមើលតាម YouTube និយាយថាឲ្យតែធ្វើម្ហូបមើលតាម YouTube ភាគច្រើនធ្វើញ៉ាំមិនសូវកើតទេតាមពិតមិនអញ្ចឹងទេបងប្អូនដោយសារតែពេលខ្លះយើងមើលអត់ចប់យើងមើលខាហើយយើងអត់បានស្ដាប់ឲ្យចប់ព្រោះអីនៅក្នុងវីដេអូនីមួយបងឬបងប្អូនដែលគាត់ធ្វើវីដេអូចែករំលែកតាក់ទងមួយម្ហូបអីអញ្ចឹងគាត់គឺប្រាប់អស់បងប្អូនអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺគាត់មានកលឹះបន្តិចដើម្បីប្រាប់យើងអញ្ចឹងយើងគួរតែមើលវីដេអូឲ្យចប់ទៅបានកលឹះល្អទាំងហ្នឹងបន្ទាប់ពីក្លុកមៀនហើយពូតយកទឹកមៀនហើយបន្ទាប់មកដាក់ខ្ចីជាមួយនឹងខ្ទឹមសដែលបុកមិញហ្នឹងដាក់ចូលក្នុងទឹកមៀនហ្នឹងហើយពូតវាយកទឹកចូលមកលាយជាមួយនឹងគ្រឿងខ្ញុំប្រើម្សៅស៊ុបហ្នឹងចំនួន1ស្លាបព្រាបាយសម្រាប់សាច់1គីឡូហើយអំបិលហ្នឹងចំនួន1ចុងស្លាបព្រាបាយបន្ថែមជាមួយនឹងប៊ីចេងហ្នឹងបន្តិចនិងម្រេចហ្នឹងចំនួន1ចុងស្លាបព្រាបាយដែរបងប្អូនអាចដាក់ម្រេចច្រើនឬតិចតាមចំណង់ចំណូលចិត្តបងប្អូនណាហើយក៏បន្ថែមជាមួយស្ករហ្នឹងជិត1ស្លាបព្រាបាយដែរបងប្អូនបើសិនជាយើងប្រើមៀនខ្ញុំគិតថាវាផ្អែមខ្លាំងអញ្ចឹងយើងអាចបន្ថយស្ករតិចតួចបានបន្ទាប់ពីដាក់គ្រឿងអំបិលស្ករប៊ីចេងម្សៅស៊ុបហ្នឹងចូលជាមួយនឹងទឹកខ្ញីនិងទឹកមៀនមិញហ្នឹងហើយបងប្អូនកូរវារលាយចូលគ្នាឲ្យសព្វល្អហើយយកវាមកចាក់ពីលើសាច់ហើយយើងច្របល់សាច់ហ្នឹងឲ្យចូលគ្នាជាមួយនឹងទឹកគ្រឿងដែលយើងបានលាយមិញហ្នឹងបងប្អូនអាចប្រើដៃច្របល់ក៏បានដែរច្របល់វាត្រឡប់ទៅត្រឡប់មកទៅរក្សាទុកវាមួយយប់ក្នុងទូទឹកកកក៏បានទុកវា2ឬ3ម៉ោងហើយចាំយកវាមកហាលក៏បានដែរបងប្អូនចង់ហាលក៏បានមិនចង់ហាលក៏បានដែរជៀនវាឬអាំងទាំងសើមអញ្ចឹងក៏បានដែរក្រោយពីយើងប្រឡាក់ហើយ30នាទីទៅ1ម៉ោង2ម៉ោងអីអញ្ចឹងណាប៉ុន្តែខ្ញុំគិតថាហាលបែបនេះបន្តិចទៅវាស្ពប់ពេលយើងយកទៅអាំងឆ្ងាញ់ហើយបងប្អូនមើលតួឯក
tụi ai đang ở chút chật nhám sẽ chụp vào lạ nè côn nhôm tầng bay nè cứ chút chật nhám sẽ chụp vào lạ nè con tập lạ hói á ăn toàn ban thọt phong hay sẽ hất cái lần tiền cứ cho chật kháng na sẽ chụp hay cho chật tại sẽ chụp bay cho anh này ở sẽ chơi nhám sạch sọt tên bông ôn của thà sọt cào pe để dương lạ hói nó dương vô video màu ănแบบนี้บางคนอาจปลาเจียจากการชุ่มก็กันแต่ช่างแนบรวยวิเมียงคลันช่วยหรอจังหาวิธีเอาเสร็จบ่ยังกันแต่ไม่รู้จิตช่างบางคนช่วยจะ subscribe ทุกช่องเราบ้านนี้ขยมพ้องนำไปเดือตัวบ้านวิดีโอทำไมนั่งเจียกำลังจัดดอนนี้ขยมใหญ่แม่บางคนช่างจะหาคลัดวันนี้ช่างเอาเมียสตราเลยបើសិនជាបងប្អូនទំនេរអាចធ្វើជ្រក់ដើម្បីញ៉ាំធ្វើជាបាយស្រូបក៏កាន់តែឆ្ងាញ់ដែរសាច់នេះអាចយកទៅចៀនក៏បានអាំងក៏បានដែរបងប្អូនឆ្ងាញ់មែនតើធ្វើទឹកស្រូបធ្វើអីទៀតមកជាតិស្លាប់តែម្ដងអរគុណបងប្អូនជម្រាបលាជួបគ្នាវីដេអូក្រោយ